បងប្អូនខ្ញុំមានរឿងខ្មោចនិយាយយប់មិញណាខ្ញុំបានងើបពេលម៉ោងមិន10យប់ខ្ញុំបានងើបនោមនៅក្នុងបន្ទប់ទឹកខ្ញុំបានងើបនៅក្នុងបន្ទប់ទឹកហើយចេញមកវិញគឺទ្វារនឹងបើកអត់ចេញខ្ញុំហៅតាខ្ញុំថាអត់ចាក់សោទេតាខ្ញុំថាបើអត់ចាក់សោទេមិនបើកទៅអត់ចេញទឹកខ្ញុំបានទៅងាកក្រោយឃើញម្នាក់ស្រីម្នាក់មុខដូចមនុស្សជាធម្មតាគាត់ថាខ្ញុំបានចាក់សោនៅក្នុងបន្ទប់ហ្នឹងមិនអត់អ្នកគេដឹងទេទឹកខ្ញុំថាមិនដឹងទេនៅតែស្រួលត្រប់ហើយខ្ញុំងាកទៅខាងទៀតគឺឃើញខ្មោចនឹងមានដាច់វែងដល់ដីសក់ទម្លាក់មកក្រោមខ្ញុំបានខ្លាចតបទៅហើយខ្ញុំបានងើបភ្ញាក់ពេលមកមិនដល់ដែរខ្ញុំថាសម័យពេកចៃហើយខ្ញុំសុំតាខ្ញុំទៅបត់ជើងអាហ្នឹងខ្ញុំសម័យណាយប់ហ្នឹងគឺខ្ញុំបានជួបម្នាក់ស្រីម្នាក់មុខដូចមនុស្សជាដាក់ដុំថ្មនៅលើហ្នឹងគាត់ប្រាប់ខ្ញុំថាឲ្យជួយយើងផងមានអ្នកតាមសម្លាប់យើងខ្ញុំបានដើរទៅកន្លែងភ្នោហ្នឹងគឺមានខ្មោចច្រើនខ្លាំងមែនទែនដែលមិនឲ្យខ្ញុំចូលទេព្រោះអីមានខ្មោចម្នាក់ស្រីម្នាក់បានប្រាប់ខ្ញុំហើយខ្ញុំក៏បានភ័យពេកក៏ចាប់ផ្ដើមចេញពីកន្លែងហ្នឹងចេញរហូតដល់អង្វែងផ្លូវអញ្ចឹងណាខ្ញុំបានថាចេះខ្ញុំថាកុំឲ្យខ្លាចអីយើងវែងផ្លូវហើយចាំពេលថ្ងៃទៅពេលថ្ងៃឡើងព្រឹកអីហ្នឹងខ្ញុំបានដើរមកដល់ផ្ទះខ្លួនឯងពេលមកដល់ផ្ទះខ្លួនឯងហ្នឹងឃើញមេឃហ្នឹងនៅមានរោគខែដល់ចាំងពលឺខ្ញុំថាមិនបានរោគខែមានអញ្ចឹងខ្ញុំបានឃើញខ្មោចម្នាក់ហ្នឹងនៅគៀមផ្ទះខ្ញុំក៏បានភ័យពេកខ្ញុំបានទៅប្រាប់តាខ្ញុំខ្មោចហ្នឹងមិនឲ្យខ្ញុំធ្វើមិនទាំងអស់ឲ្យខ្ញុំរងាដល់ព្រឹកឡើងរកខែនឹងបាត់ទៅបានហើយបងប្អូនកុំធ្វើអញ្ចឹងតាមខ្ញុំណា